បងប្អូននេះខ្ញុំបង្ហាញអំពីការ order ទំនិញនៅក្នុង app សេសានតែវាស្រួលមិនឥឡូវយើងចង់បានអានេះមួយយើងទិញអានេះមួយទៀតបាទហើយអានេះ105,000នេះវា disable អានេះគឺបានន័យថាម្ចាស់គេបិទការលក់តាមកន្ត្រកគេចង់ឲ្យយើងឆាតទៅផ្ទាល់ទៅទិញបានអញ្ចឹងណាបាទឥឡូវយើងទិញឲ្យទៀតយើងទិញកបិតនេះទៀត 15,000 នេះតោះមកឲ្យយើងចូលកន្លែងកន្ត្រកនេះបាទតំណែងក្រោមនេះអានេះខ្ញុំ add កាលពីមុនឥឡូវថ្ងៃនេះយើងចង់ទិញតែ2នេះទេសំទោស3នេះអញ្ចឹងយើងធ្វើការទូទាត់ទៅណាអញ្ចឹងយើងបំពេញឈ្មោះទៅប្រហែលថាសំទោសបាទសិដាយើងទៅបាទ0.841ហ៎តបមកយើងរើសយើងនៅណាគឺថានៅកំពង់ឆ្នាំងតបមកហើយយើងនៅស្រុកអីបើសិនជាយើងចង់ទទួលតាមវរៈមុនធម្មយើងបើកវរៈមុនធម្មអញ្ចឹងមកអញ្ចឹងនៅកំពង់ឆ្នាំងយើងចង់ទទួលនៅវរៈមុនធម្មមួយណាបាទប្រហែលថាវរៈមុនធម្មសាខាផ្សារព្រៃខ្មែរអញ្ចឹងតបមកហើយកន្លែងនេះយើងអាចបើសិនជាយើងចង់ឲ្យគេដឹកដល់ផ្ទះយើងអាចដាក់ភូមិឬក៏លេខផ្ទះលេខអីអញ្ចឹងណាបាទលេខផ្ទះអីចឹងទៅបាទ10ម៉ានអីចឹងទៅបាទឧទាហរណ៍ណាបាទតមកទៀតយើងធ្វើការ pay លុយបាទ pay លុយហើយយើងកន្លែងនេះយើងដាក់វិក័យប័ត្របន្ទាប់ពីយើង pay លុយហើយគឺយើងចុចបាទដាក់វិក័យប័ត្រប៉ុន្តែខ្ញុំអត់ pay ទេដោយសារខ្ញុំគ្រាន់តែឧទាហរណ៍ជូនបងប្អូនមើលអញ្ចឹងណាបាទហើយអានេះយើងគ្រាន់តែសកត់អញ្ចឹងមកគឺវា save ទៅក្នុង gallery របស់យើងហើយអញ្ចឹងយើងអាចទៅយកបាននេះឃើញទេបាទអញ្ចឹងយើងទៅយកបានយើងទៅ scan បានបាទឬក៏យើងចុចបង់ចូល ABA អញ្ចឹងហ្មងក៏បានដែរនេះបើសិនជាបងប្អូនប្រើធនាគារដូចគ្នាចុច ABA នឹងតែម្ដងណាបាទអញ្ចឹងវាងាយស្រួលថងថាយើងអាចមិនបាច់ទៅឯណាដាក់ទីតាំងខុសទីតាំងត្រូវឲ្យប្រាប់អ្នកលក់ពេលខ្លះអ្នកលក់ទៅទេរវរៈមុនធម្មតែមានសាខានេះអត់សាខានោះអត់អញ្ចឹងវាពិបាកវែងឆ្ងាយហើយពេលខ្លះច្រឡំសាខាដាក់ទៅធ្វើឲ្យយើងទៅរោឆ្ងាយអញ្ចឹងយើងគ្រាន់តែបើកវរៈមុនធម្មអញ្ចឹងមកគឺបានបាទអញ្ចឹងណាបាទអូខេអញ្ចឹងអានេះគឺមាន25ខេត្តក្រុងហើយដល់ស្រុកបាទគឺយើងតម្លាក់ត្រឹមស្រុកទេបើសិនជាយើងអត់បើកវរៈមុនធម្មគឺនៅនេះយើងត្រឹមស្រុកខណ្ឌទេយើងអត់ដាក់ដល់ឃុំទេព្រោះគីឡូបងប្អូនដាក់ដល់ឃុំដល់ពេលអ្នកលក់ទៅរកឃុំហ្នឹងវាអត់មានភ្នាក់ងារដឹកជញ្ជូនអញ្ចឹងវាពិបាកបាទអញ្ចឹងអ្នកទិញនឹងថាបងខ្ញុំឲ្យបងឯងដាក់ដល់ឃុំនេះហើយបងឯងដាក់ត្រឹមស្រុកបាទអញ្ចឹងពិបាកប្រកែកគ្នាទៀតព្រោះអីអ្នកលក់គាត់ចង់ដាក់ដល់ឃុំដែរប៉ុន្តែវាអត់មានភ្នាក់ងារដឹកជញ្ជូនដល់ឃុំអញ្ចឹងយើងដាក់ត្រឹមស្រុកប៉ុន្តែបើសិនជាបងប្អូនបង្ហោះលក់គឺយើងដាក់ដល់ឃុំតែម្ដងប្រហែលថានេះយើងរើសទីតាំងអញ្ចឹងអីណាខេត្តកែបអីចឹងទៅកែបដោយសារកែបហ្នឹងវាតូចជាងគេណាឥឡូវយើងដាក់បន្ទាយមានជ័យយើងនៅណាអញ្ចឹងវាទៅដល់ឃុំតែម្ដងណាអាហ្នឹងគឺវាងាយស្រួលអញ្ចឹងអ្នកទិញងាយស្រួលអញ្ចឹងចុះអ្នកលក់ងាយស្រួលចាស់កន្លែងនេះអ្នកលក់នេះគាត់អាចបង្កើតបងនេះឃើញទេគាត់តែគាត់ចុចចឹងពុបគឺគាត់វាបងបានតែម្ដងមិនថាគាត់ឆាតនឹងគេឆាតមកទិញអីចឹងទៅតបមកហើយគាត់ចាញ់បងនៅលើនឹងតែម្ដងអញ្ចឹងយើងវាយទៅបន្ថែមមុខទំនិញអញ្ចឹងណាបន្ថែមអញ្ចឹងទៅហើយកន្លែងនេះដាក់ QR ទៅឲ្យគេបាញ់លុយមកបាទដាក់ QR អញ្ចឹងណាបាទអញ្ចឹងគេវាបានបងដល់ស្រស់ស្អាតតែម្ដងបាទហើយយើងចុចរូបកាមេរ៉ាទៅវា save ក្នុង gallery ហើយអញ្ចឹងយើងអាចផ្ញើបងជូនអតិថិជនយើងបានយ៉ាងស្រស់ស្អាតតែម្ដងបាទសំទោសបងប្អូនអ៊ីនធឺណិតរៀងយឺតថ្ងៃហ្នឹងវាដាច់ភ្លើងថ្ងៃហ្នឹងគឺវាដាច់ភ្លើងតាំងម៉ោង 9 អូភ្នំពេញថ្ងៃហ្នឹងអញ្ចឹងបងប្អូនចាំមើលបងណាខ្ញុំជូនបងប្អូនមើលបងនេះឃើញបងនេះបាទឃើញបងដែលយើងឧទាហរណ៍នេះណាបានន័យថាយើងមាន app មួយនេះលក់ដូរយើងស្ពាយហាងតាមខ្លួនគ្រប់ទីកន្លែងអញ្ចឹងបាទយើងនៅទីណាក៏ហាងយើងទៅដល់ទីនោះដែរអធិស្ឋានបងប្អូនអើយវាដាច់អ៊ីនធឺណិតទៅ Wi-Fi អត់មាន Wi-Fi ប្រើយើងប្រើ SIM សេវា SIM ហ្នឹងវាប្រើយូរទៅវាក្តៅបាទហើយអ្នកដែលទិញណាអ្នកទិញគាត់អាចតម្លាក់ទីតាំងជូនអ្នកលក់បាននោះមកថាឥឡូវយើងឆាតរត់ទិញអីចឹងទៅយើងឲ្យគាត់តម្លាក់ទីតាំងឲ្យយើងអញ្ចឹងយើងនៅកំពង់ចាមនៅ